នេះគឺជាវិធីស្វែងរកចំនួន4000ម៉ោងនិង1000 Subscriber នៅក្នុង YouTube ដើម្បីងាយឲ្យយើងឆាប់បានរកលុយជាមួយនឹង YouTube ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូនេះអញ្ចឹងគឺវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនទាំងអស់គ្នាទៅលើការដែលយើងធ្វើមិនរកលុយជាមួយនឹង YouTube ហ្នឹងក៏ប៉ុន្តែមុននឹងយើងឈានចូលទៅការរកលុយជាមួយនឹង YouTube ក៏យើងត្រូវតែធ្វើការបំពេញឲ្យគ្រប់លក្ខខណ្ឌរបស់ YouTube ផងដែរ YouTube គឺបានដាក់លក្ខខណ្ឌនេះដើម្បីឲ្យយើងហ្នឹងស្វែងរកទៅលើចំនួន4000ម៉ោងនិង1000 Subscriber ដើម្បីយកមកដោះដូរជាមួយនឹងការរកលុយជាមួយនឹង YouTube ការធ្វើបែបនេះគឺ YouTube គឺគេចង់ស្ទង់មើលនិងចង់ដកពិសោធន៍ទៅលើអ្នកណាក៏ដោយដែលគាត់ល្ឯងនៅក្នុងការធ្វើវីដេអូ content ឬក៏ពិតប្រាកដនៅក្នុងការផលិតវីដេអូឲ្យ YouTube បន្តទៀតអញ្ចឹងទើប YouTube បានកំណត់លក្ខខណ្ឌនេះឡើងមកដើម្បីឲ្យបងប្អូនទាំងអស់គ្នាហ្នឹងទៅរកលុយទាំងអស់គ្នាពី YouTube បានឥឡូវយើងបកមកវិញអញ្ចឹងគឺសម្រាប់វីដេអូនេះខ្ញុំមិនទាន់បង្រៀនបងប្អូនទាំងអស់គ្នាទៅក្នុងការដែលយើងអាចរកលុយបានជាមួយនឹង YouTube នោះទេតែខ្ញុំនឹងបង្រៀនបងប្អូនទាំងអស់គ្នាឲ្យយល់ពីច្បាស់